ក្តៅបងប្អូនគ្នាមានភេសជ្ជៈសម្រាប់ខែក្តៅទៀតហើយគឺទឹកតឡាយឆ្នាំនេះធ្វើទឹកតឡាយធ្វើថ្ងៃដំបូងហ្វ្រីឲ្យភ្ញៀវមកទិញកែឆាយដំបូងគេហ្វ្រីប៉ុន្តែថ្ងៃហ្នឹងអត់បានគ្រប់គ្នាទេបានធ្វើមួយឆ្នាំហ្នឹងព្រាភ្ញៀវបានត្រឹមម៉ោង9អស់ទឹកតឡាយមកហើយថ្ងៃនេះចាប់ផ្ដើមធ្វើទៀតដែរតែមិនធ្វើហ្វ្រីទៀតណាធ្វើលក់បងប្អូនគ្នាដំបូងខ្ញុំអាំងទៅឲ្យផ្លែតឡាយរបស់យើងហ្នឹងឲ្យវាឆ្អិនហើយបានខ្ញុំយកទៅលាងហើយសម្រាប់លាងនេះលាងច្រាមទឹកបងប្អូនគ្នាដើម្បីឲ្យអស់អាកាតិចខ្មៅដែលយើងបានអាំងទៅវាខ្លោចជាប់ហ្នឹងអញ្ចឹងយើងលាងឲ្យច្រាមទឹកឲ្យស្អាតហើយបានចាប់ផ្ដើមយកទៅដាក់ក្នុងទឹកដែលយើងបានដាំធ្វើទឹកតឡាយរបស់យើងនឹងបងប្អូនគ្នាហើយសម្រាប់តើយវិញជឿថាថ្មីល្អបងប្អូនពុកខ្ញុំបេះផ្ទះមកប៉ុន្តែទឹកតឡាយធ្វើឲ្យឆ្ងាញ់ក៏កុំចោលអារឿងដុំទឹកតឡាយមួយទៀតបងប្អូនគ្នាបង្កើនរសជាតិឈ្ងុយហើយមានជាតិផ្អែមនៅក្នុងមួយគ្នាសម្រាប់ខ្ញុំធ្វើមួយឆ្នាំនេះត្រឹមឆ្នាំលេខ10បងប្អូនគ្នាខ្ញុំដាក់ធ្វើមួយឆ្នាំហ្នឹងដុំទឹកតឡាយខ្ញុំដាក់មួយដុំហើយសម្រាប់ផ្លែតឡាយខ្ញុំដាក់1គីឡូ2ខាំទីធ្វើមានតែប៉ុណ្្នឹងឯងបងប្អូនគ្នាងាយស្រួលក្នុងការធ្វើទេចង់ធ្វើញ៉ាំខ្លួនឯងក៏បានខ្ជិលធ្វើញ៉ាំកំងខ្ញុំក៏បានដែរសម្រាប់អ្នកអត់ចូលចិត្តផ្អែមបើធ្វើខ្លួនឯងអត់ចូលចិត្តផ្អែមអត់ចង់ញ៉ាំស្ករទេមិនបាច់ថែមស្ករទេព្រោះនៅក្នុងដុំទឹកតឡាយមានរសជាតិផ្អែមឡែមស្រាប់ប៉ុន្តែសម្រាប់ខ្ញុំធ្វើលក់ខ្ញុំបន្ថែមស្ករ4វែកទៀតបងប្អូនគ្នាដើម្បីឲ្យមានរសជាតិឆ្ងាញ់ល្មមមិនផ្អែមខ្លាំងពេកទេគឺល្មមញ៉ាំហើយមានអារម្មណ៍ស្រស់ស្រាយហ្មងជាពិសេសពេលថ្ងៃឡើងក្តៅខ្លាំងណាស់បងប្អូនគ្នាញ៉ាំទឹកតឡាយមកកែស្រស់ស្រាយហ្មង